សង្ស័យដល់ពេលសង្គ្រាមជីវសាស្ត្រទៀតទេដឹងដោយអង្គការសុខភាពពិភពលោក WHO បានប្រកាសជាផ្លូវការនៅថ្ងៃទី17ឧសភាថាការផ្ទុះមេរោគហេបូឡានៅប្រទេសកុងហ្គោនិងអូកុងដាគឺជាភាពអាសន្នសុខភាពសាធារណៈដែលគួរឲ្យបារម្ភជាអន្តរជាតិសេចក្តីរាយការណ៍ចេញពី CNN នៅថ្ងៃទី18ឧសភាបានឲ្យដឹងថាស្ថានភាពនៃការផ្ទុះឡើងវិញនៃមេរោគហេបូឡាពូជកម្រនៅក្នុងប្រទេសកុងហ្គោនាពេលនេះបានឈានចូលដល់ដំណាក់កាលអាសន្នក្រហមនិងគួរឲ្យព្រួយបារម្ភបំផុតសម្រាប់សន្តិសុខសុខាភិបាលអន្តរជាតិវីរុសឃាតករលាក់មុខមួយនេះបានចាប់ផ្ដើមវាយលុកនិងឆ្លងរីករាលដាលស្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅក្នុងតំបន់រ៉ែមាសដ៏កកកុញនៃស្រុកម៉ុងផ្លាលូខេត្តអ៊ីតេរីភាគខាងកើតនៃប្រទេសកុងហ្គោដោយសារតែឧបករណ៍តេស្តវិទ្យាសាស្ត្រធម្មតាមិនអាចស្វែងរកវាឃើញឡើយកាលពីដំបូងអ្វីដែលធ្វើឲ្យស្ថានភាពនេះកាន់តែធ្លាក់ដុនដាបនិងពិបាកគ្រប់គ្រងខ្លាំងបំផុតនោះគឺតំបន់ដែលកំពុងតែផ្ទុះជំងឺនេះគឺជាសមរភូមិក្តៅកគុកនៃសង្គ្រាមស៊ីវិលដែលកំពុងតែគ្រប់គ្រងដោយក្រុមឧទាមប្រដាប់អាវុធព្រមទាំងមានប្រជាជនភៀសខ្លួនរាប់សែនអ្នកផ្លាស់ទីលំនៅចុះឡើងរៀងរាល់ថ្ងៃដែលនេះគឺជាកត្តាជំរុញឲ្យមេរោគឆ្លងរីករាលដាលយ៉ាងលឿនស្លែវឆ្លងកាត់បន្តព្រំដែនចូលទៅដល់រដ្ឋធានីរបស់ប្រទេសជិតខាងដូចជាអ៊ូកុងដានិងឆ្លងចូលទៅដល់ទីក្រុងយុទ្ធសាស្ត្រទៀតផងគិតមកដល់ពេលនេះចំនួនអ្នកសង្ស័យថាបានឆ្លងហក់ឡើងជិត350ករណីនិងសម្លាប់ជីវិតមនុស្សអស់90នាក់រួចទៅហើយព្រមទាំងបុគ្គលិកសុខាភិបាលដែលចុះទៅជួយសង្គ្រោះផងដែរការដែលវីរុសប្រភេទនេះមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលផ្លូវការតតែសោះបានធ្វើឲ្យអង្គការសុខភាពពិភពលោកនិងទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងអាមេរិកត្រូវបង្ខំចិត្តប្រកាសអាសន្នជាអន្តរជាតិនិងបញ្ជូនក្រុមអ្នកជំនាញការចុះទៅអន្តរាគមន៍ជាបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យមហន្តរាយមួយនេះរីករាលដាលកាន់តែខ្លាំងរហូតដល់ថ្នាក់រហែកផែនដីនិងពិបាកស្រោចស្រង់ឡើងវិញតើវីរុសប្រភេទនេះមានអាការៈបែបណាគេហទំព័រ BBC នៅថ្ងៃទី18ឧសភាបានលម្អិតថារោគសញ្ញាដំបូងដូចជាជំងឺគ្រុនប្រសាយធម្មតាដូចជាក្តៅខ្លួនឈឺក្បាលអស់កម្លាំងប៉ុន្តែពេលវាយលុកខ្លាំងវានឹងធ្វើឲ្យក្អួតរាអន់ថយមុខងារសរីរាង្គនិងមានការធ្លាក់ឈាមទាំងក្នុងនិងខាងក្រៅរាងកាយមេរោគនេះមិនឆ្លងតាមរយៈខ្យល់ទេគឺឆ្លងតាមរយៈវត្ថុរាវនៅក្នុងរាងកាយដូចជាឈាមទឹកមាត់របស់ស្ត្រីឬបុរសដែលមានរោគសញ្ញាចេញមកឬក៏សាកសពរបស់អ្នកដែលបានស្លាប់ដោយសារជំងឺហេបូឡាបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងឬគ្មានថ្នាំព្យាបាលនៅឡើយទេការព្យាបាលបច្ចុប្បន្នគឺផ្អែកលើការមើលថែទាំតាមរោគសញ្ញាដូចជាការផ្ដល់ជាតិទឹកអាហារូបត្ថម្ភនិងថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណោះអ្វីដែលសាហាវជាងនេះគឺឧបករណ៍តេស្តធម្មតាមើលមិនឃើញរោគសញ្ញានេះទេកាលពីដំបូងតេស្តចេញលទ្ធផលអវិជ្ជមានទាំងអស់តតែប្រើម៉ាស៊ីនពិសោធន៍កម្រិតខ្ពស់ទើបដឹងថាវាមានជំងឺនេះទោះបីជាអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជាអន្តរជាតិក៏ដោយប៉ុន្តែវាមិនមែនជាការរីករាលដាលសកលដូចជា COVID-19 នោះទេហានិភ័យសម្រាប់ពិភពលោកទាំងមូលគឺនៅទាបណាស់តែវាជាការប្រកាសដើម្បីសហការទប់ស្កាត់កុំឲ្យរីករាលដាលដល់ប្រទេសជិតខាងដូចជាអ៊ូកុងដាស៊ូដង់ខាងត្បូងជាដើមរបាយការណ៍ដែលបង្ហាញថាមេរោគហេបូឡាជុំនេះគឺជាប្រភេទវីរុសកម្រដែលមានឈ្មោះថាបុនឌីបូកយូដែលបានផ្ទុះឡើងតែ2ដងគត់ក្នុងប្រវត្តិសាស្ត្រពលនៅឆ្នាំ2007និង2012ហើយវាមានអត្រាសម្លាប់មនុស្សប្រមាណ 30% នៃអ្នកឆ្លងតួយ៉ាងក្រុមអ្នកជំនាញបានបញ្យល់ថាហេបូឡាគឺជាមេរោគឆ្លងសាហាវបំផុតព្រោះតែមេរោគត្រឹមតែមួយគ្រាប់គត់ក៏អាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បានដែរប៉ុន្តែវាមិនមែនជាមេរោគងាយរីករាលដាលពាសពេញសកលនោះទេព្រោះវាមិនមែនហោះហើរឆ្លងកាត់តាមខ្យល់ដូចកូវីដបានឡើយគឺវាឆ្លងបានលុះត្រាតែមានការប៉ះពាល់ដោយផ្ទាល់ជាមួយវត្ថុរាវរូបរាងកាយដូចជាឈាមទឹកនោមក្អួតរបស់អ្នកជំងឺឬសាកសពជាដើមខ្ញុំសំអាងវណ្ណៈ True Insiderរីករាយ Mid Year Big Promotion ពីបូរី Mekongland ការផ្ដល់ជូនដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកទិញវីឡាភ្លុកឥឡូវនេះលោកអ្នកនឹងទទួលបានរថយន្តអគ្គិសនី Jetor T1 PHEV ភ្លាមសម្រាប់ព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ061 955 999